សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឃ្វាកូននៅឯចំការអ្នកទាំងអស់គ្នាហើយស្រាប់តែខ្ញុំនេះឃើញនេះត្រាវព្រៃល្អអ្នកទាំងអស់គ្នាមើលណែហើយខ្ញុំមកចង់កាត់យកស្លហើយអ្នកទាំងអស់គ្នាឃើញខ្ញុំស្ទាយនេះអត់មានអីណាក្នុងហ្នឹងអ្នកឃ្វាកូមានតែនេះកដងទឹកមួយហើយអ្វីដែលសំខាន់ជាងគេនេះpower bank អាហ្នឹងដាច់ភីអត់បានទេព្រោះទូរស័ព្ទដាក់តាមខ្លួនរហូតសម័យទូរស័ព្ទត្រូវតែមានអាហ្នឹងមួយហ្នឹងហើយអញ្ចឹងបានតោះយើងទៅកាត់ត្រាវព្រៃយើងយកទៅស្លទាំងអស់គ្នាទៅមើលនេះអូចំណងនេះអ្នកទាំងអស់គ្នាមើលណានេះអូយម្នែពុកម៉ែបងប្អូនចៃល្អនេះអូយម្នែខ្ចីទៅស្លនឹងឆ្ងាញ់យ៉ាងណានេះអូមើលណោសុទ្ធតែដៃអូបេះដៃវាយកស្លវិញអ្នកទាំងអស់គ្នាម្នែអូល្អនេះអាដៃហ្នឹងស្លឆ្ងាញ់ណាអ្នកទាំងអស់គ្នាអាហ្នឹងវាដោះចេញពីគល់នេះឃើញអត់នេះវាដោះចេញពីគល់ដូចដែរនេះចឹងតែឲ្យឈូកចឹងអ្នកទាំងអស់គ្នាអាហ្នឹងហើយប៉ុន្តែអានេះវាអត់ដោះក្នុងដីដូចកៅឈូកទេវាដោះនៅលើតែវាចេញពីគល់មកអញ្ចឹងហ្នឹងហើយនេះអូបានអាហ្នឹងយកស្លដឹងតែឆ្ងាញ់ហ្មងនេះអូល្អម្លេះម្នេះអូឆ្លោះទៀតម្នេះនេះវាដោះចេញពីគល់នេះអូយម្នេះមើលណែពុកម៉ែបងប្អូនទាំងអស់គ្នាម្នេះអូចៃល្អនេះអូម្នេះអូអាហ្នឹងហៅថាដៃត្រាវហ្នឹងហើយត្រាវព្រៃទេអ្នកទាំងអស់គ្នាប៉ុន្តែស្លឆ្ងាញ់ណានេះម្នេះអូយម្នេះនេះមកវាដោះចេញពីគល់នេះទាញចេញមកម្នេះអូល្អនេះអូមកនេះអានេះស្លនេះទាំងអស់គ្នាម្នេះអូយម្នេះនេះអូម្នេះអូយខ្ចីល្អនេះម្នេះអាហ្នឹងវាជារៀងទៅឲ្យឈូកដែរប៉ុន្តែវាដោះលើដីវាក្នុងដីដូចទៅឲ្យឈូកទេនេះអូយម្នេះនេះពុកម៉ែបងប្អូនទាំងអស់គ្នាម្នេះខ្ចីនេះអូមកនេះហេតុឆ្លោះល្អម្លេះអូម្នេះអូយងូឡើងវែងម្នេះអូយហើយមកនេះហេតុទៅប្លក់ខ្លីៗឲ្យយើងទុកឲ្យវែងចាំយើងបេះវាកុំឲ្យតន់បេះនៅខ្លីៗអញ្ចឹងនេះមើលឃើញអត់នេះប្លក់ល្អនេះអូយម្នេះល្អនេះអូយនេះពុកម៉ែបងប្អូនទាំងអស់គ្នាម្នេះអូល្អនេះហ្នឹងហើយបេះបានមួយសម្លអញ្ចឹងតោះយកទៅស្លទាំងអស់គ្នាជាមួយតែខ្ញុំស្លធ្វើម៉េចអាហ្នឹងគេហៅថាដៃត្រាវព្រៃហ្នឹងហើយតោះយកទៅស្លអូត្រីហេម៉ែសើថាត្រីក្រាញ់អូកូនត្រីក្រាញ់ម៉ែគាត់ទៀតអូបានមួយទៀតឯនេះម៉ែនេះមើលបានថឹកនេះចិត្តបានមកស្លោហើយជួទៀតសិនអូនេះបានត្រីក្រាញ់មួយទៀតហើយដាក់ធំសិនទៀតសិនអូបានមួយទៀតហើយនេះអូដល់តែពីរម្នេះត្រីក្រាញ់អូយម្នេះចុះតកូនត្រីក្រាញ់ម្នេះស្លឆ្ងាញ់ទៀតនេះអូម្នេះអូយឡើង3អូម្នេះល្អនេះទាំងអស់គ្នាអូយកទៅដាក់សិនស្លឆ្ងាញ់ទៀតនេះអូម្នេះសឹកកូនត្រីក្រាញ់យកទៀតសិនអូក្តាមតបាត់នេះអ្នកទាំងអស់គ្នាមិនដាក់ត្រីជាមួយក្តាមឥឡូវត្រីងាប់អស់លេងហើយរើសត្រីយើងនេះ យើងលា
លាងត្រីយើងឲ្យស្អាតមកនេះហើយក្តាមចាក់ទុកក្នុងឆ្នាំងនេះអ្នកទាំងអស់គ្នាទុកក្នុងឆ្នាំងនេះទុកធ្វើក្តាមជ្រក់ហ្នឹងហើយអ្នកខ្លះគេហៅក្តាមប្រៃអ្នកខ្លះហៅក្តាមជ្រក់ហ្នឹងហើយចាំមើលវីដេអូក្រោយខ្ញុំធ្វើក្តាមប្រៃឲ្យអ្នកទាំងអស់គ្នាមើលណាហើយយើងសក់វាចេះមកអ្នកទាំងអស់គ្នានេះដើម្បីយកទៅស្លដៃត្រាវនេះសក់ចឹងមកអ្នកទាំងអស់គ្នានេះយើងសក់បែបនេះមកនេះសក់សម្បកវាចេញសក់បែបនេះហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាទឹកយើងពុះហើយអញ្ចឹងយើងនេះស្រោះត្រាវព្រៃយើងទៅនេះយើងស្រោះមកបើមិនស្រោះអញ្ចឹងយើងស្លទៅវារមាស់អ្នកទាំងអស់គ្នាអញ្ចឹងយើងស្រោះវាអញ្ចឹងទៅហ្នឹងហើយបងប្អូនទាំងអស់គ្នានេះដៃត្រាវយើងបន្ទាប់ពីស្រោះប្រហែលជាពី3នាទីហើយយើងស្រង់មកនេះហ្នឹងហើយពុកម៉ែបងប្អូនយើងបានស្រោះដែលដៃត្រាវយើងរួចអីអញ្ចឹងយើងចាប់ផ្ដើមស្លតែម្ដងទៅលើដាក់ដាំឆ្នាំងមកឲ្យចាក់ទឹកចូលបន្ទាប់មកយើងគ្រាប់សិនទៅទុកឲ្យទឹកពុះចាំយើងជ្រុំប្រហុកហ្នឹងហើយទឹកយើងពុះហើយអញ្ចឹងយើងជ្រុំប្រហុកទៅបងប្អូនទាំងអស់គ្នានេះហ្នឹងហើយយើងជ្រុំប្រហុករួចហើយអញ្ចឹងយើងដាក់ត្រីចូលទៅនេះត្រីយើងដាក់ចូលមកហើយយើងទុកឲ្យទឹកពុះសិនចាំបង់បន្លែចូលហ្នឹងហើយទឹកយើងពុះហើយឥឡូវយើងបង់បន្លែចូលទៅនេះដៃត្រាវយើងដែលស្រោះរួចហើយបង់ចូលទៅហ្មងទៅនេះដាក់អំបិលប៊ីចេងតែម្ដងទៅនេះអំបិលហើយនេះប៊ីចេងនេះស្ករហើយយើងដាក់ម្ជូរអំពិលតែម្ដងទៅនេះម្ជូរអំពិលហើយនឹងស្លឹកជីនាងវាំងនេះដាក់ចូលទៅហើយយើងទុកឲ្យពុះបន្តិចទៅឆ្អិនហើយអ្នកទាំងអស់គ្នាគ្រាប់មកនេះវ៉ាវឡើងឈ្ងុយពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងដួសយកទៅភ្លក់តែម្ដងទៅនេះឆ្អិនហើយម្នាក់អូយទំនងនេះម្នាក់អូយម្នាក់បងប្អូនទាំងអស់គ្នាម្នាក់ទំនងមែនតែននេះពុកម៉ែបងប្អូនទាំងអស់គ្នានេះសម្លដៃត្រាវព្រៃយើងឆ្អិនហើយឥឡូវយើងមកភ្លក់មើលមើលមានរសជាតិម៉េចមកភ្លក់ទាំងអស់គ្នាមកឆ្ងាញ់ម្នាក់អ្នកទាំងអស់គ្នាទំនងអានេះនេះម្នាក់កូនត្រីជញ្ជាត់របស់យើងមានជាតិពិតជាមានជាតិមែនពុកម៉ែបងប្អូន
Ừ.